ការចាក់ពណ៌នៅក្នុង Excel គេបែងចែកជាពីរដោយទី1គេចាក់ទៅលើ background នៃអក្សររបស់យើងហើយទី2គឺគេចាក់ទៅលើតួអក្សរតែម្ដងអញ្ចឹងយើងទៅមើលដល់នេះនៅកន្លែង font tab អ្នកឃើញកន្លែងនេះអញ្ចឹងអារូបដូចប៉ោតនេះអាហ្នឹងគឺកន្លែងដែលយើងចាក់នៅលើ background របស់វាចុចញ៉ាំប្រូទូចនេះមកយើងនឹងឃើញពណ៌ច្រើនដាក់មកលើនឹងមកយើងឃើញថាចាក់លើ background គឺចាក់មិនណាអូខេអញ្ចឹងវាចាក់នៅលើ cell ដែលយើងបាន select មួយទៀតតើតើជាមួយនឹងចាក់ទៅលើតួអក្សរយើងអាច select មួយ cell ហ្នឹងហើយបដូរពណ៌ណាយើងចង់បដូរពណ៌អីគឺវានឹងបដូរឲ្យពេញមួយ cell ដែលយើង select ហ្នឹងមកហើយចំពោះការចាក់នៅលើអក្សរយើងក៏អាចចាក់តាមតួអក្សរបានដូចនេះដោយ select ទៅលើតួអក្សរដែលយើងចង់ចាក់ហើយជ្រើសរើសពណ៌ប្រភេទពណ៌ដែលយើងចង់បដូរ